ហេតុអ្វីបានជាគេដាក់ឈ្មោះអាងនេះថាជាអាងប្រាសាទ5សម្រាប់ថ្ងៃនេះផងដែរនឹងខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាជាមួយនឹងអាងប្រាសាទ5ហើយក៏មកដឹងជាមួយនឹងប្រវត្តិឈ្មោះរបស់អាងប្រាសាទ5ផងដែរនៅក្រោមអាងនិងទិសខាងកើតនៃអាងដែលមានទឹកល្វឹងល្វើយហើយក៏សម្បូរទៅដោយមច្ឆាដែលជាចំណាប់អារម្មណ៍របស់អ្នកនេសាទក៏មានជាមួយនឹងប្រាសាទដ៏ជរាមួយដែលប្រាសាទនោះផងដែរបាត់នៅរូបរាងអស់ហើយគឺនៅសល់តែសំណាក់ថ្មសិលាតូចតែប៉ុណ្ណោះដែលប្រាសាទនោះគឺមានឈ្មោះថាប្រាសាទ5ប្រាសាទនេះគឺទទួលបានការគោរពបូជាពីសំណាក់ប្រជាជនដែលរស់នៅភូមិជុំវិញនឹងពេលរដូវច្រូតកាត់ហើយឬក៏រដូវមុននឹងចុះធ្វើស្រែចម្ការអីប្រជាពលរដ្ឋតែងតែយកសំណែនទៅសែនថ្វាយដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីដែលនៅនឹងទីទួលប្រាសាទនឹងវប្បធម៌ប្រពៃណីនេះផងដែរគឺសម្រាប់ប្រជាជននៅក្នុងឃុំតាផូស្រុកស្វាយជែកខេត្តបន្ទាយមានជ័យប្រាប់អាងប្រាសាទ5នេះផងដែរបងប្អូនអើយមិនត្រឹមតែសម្បូរជាមួយនឹងសត្វត្រីទេក៏មានទេសភាពគួរឲ្យគយគន់ផងដែរដោយសារប្រាសាទនេះគឺនៅជាប់ជាមួយនឹងជើងភ្នំដែលភ្នំនោះផងដែរមានឈ្មោះថាភ្នំតាដុងវីដេអូក្រោយៗនាងខ្ញុំទៅ review ទីទួលផ្ទាល់នៅលើភ្នំតាដុងនឹងជូនទស្សនិកជនបានទស្សនាចឹងកុំឲ្យខាតពេលអ្នកទាំងអស់គ្នាយូរអញ្ចឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅទស្សនាជាមួយនឹងទួលប្រាសាទ5ដែលនៅក្នុងទួលប្រាសាទនឹងគឺសម្បូរទៅដោយព្រៃឈើនិងដើមឈើធំដុំថ្មវិញគឺសម្បូរទៅដោយថ្មបាយក្រៀមហើយនិងដុំថ្មខ្លះក៏មានភ្ជាប់ជាមួយនឹងក្បាច់ចម្លាក់រចនាបែបពីដូនតាខ្មែរយើងពេលដែលចូលទៅថតម្នាក់ឯងដោយសារតែជាកន្លែងគោរពបូជាគឺថារៀងត្រជាក់ឆ្អឹងខ្នងដែរអ្នកទាំងអស់គ្នាក៏មានជាមួយនឹងអារម្មណ៍កណ្ដោចកណ្ដែងស្ដាយជាមួយនឹងទឹកដៃស្នាដៃរបស់ដូនតាយើងបែរជានៅពេលនេះគឺថាខ្ទេចខ្ទីររូបរាងប្រាសាទអីគឺមើលលែងយល់ហើយបងប្អូនគឺមានតែដុំថ្មតូចហើយនឹងដុំថ្មខ្លះភ្ជាប់ជាមួយនឹងរូបចម្លាក់អីចឹងណាហើយសម្បូរទៅដោយព្រៃឈើស្ដុកនៅម្ដុំទួលប្រាសាទនឹងតែម្ដងប្រាសាទនេះប្រហែលជាមានអ្នកស្គាល់តែនៅមកជនីប៉ែកចិត្តភូមិនឹងទេបើសិនជាអ្នកមកពីឆ្ងាយប្រហែលជាគាត់មិនដែលស្គាល់ទេថាប្រាសាទនេះនៅទីណាប្រាសាទបាក់បែកជរាមួយនេះមើលទៅហើយគឺអាណិតទឹកដៃដូនតាខ្មែរយើងណាស់សម្រាប់បងប្អូនដែលចង់ទៅលេងអាងដើម្បីរកត្រីបងប្អូនអាចឆ្លៀតពេលទៅលេងជាមួយនឹងអាងប្រាសាទ5នឹងបានបងប្អូនទៅអាចឈៀងទៅដុតធូបបួងសួងអីផ្សេងជាមួយនឹងតួប្រាសាទនឹងបានអ្នកទាំងអស់គ្នាដោយសារតែបើតាមអ្នកភូមិអ្នកស្រុកនៅក្នុងភូមិក្នុងស្រុកនឹងនិយាយគឺថាកន្លែងហ្នឹងគឺស័ក្តិសិទ្ធិណាស់អ្នកទាំងអស់គ្នាឲ្យតែយើងគោរពបូជាមិនថាកន្លែងណាទេឲ្យតែយើងគោរពគឺមានការស័ក្តិសិទ្ធិនិងតាមថែរក្សាយើងហើយជាពិសេសគឺនៅតំបន់ប្រាសាទបុរាណដែលមានជាមួយនឹងទឹកដៃដូនតាបុព្វបុរសខ្មែរយើងអ្នកទាំងអស់គ្នាកុំភ្លេចណាទៅលេងប្រាសាទអាងប្រាសាទ5ផងសម្រាប់វីដេអូនាងខ្ញុំគឺមានរយៈពេលវែងពេកអញ្ចឹងបងប្អូនសូមទស្សនាពីដើមរហូតដល់ចប់ចោះដោយសារតែនាងខ្ញុំបានផ្ដិតយកជាមួយនឹងរូបភាព
ភាពតាំងពីសកម្មភាពគ្រប់បែបយ៉ាងនៅលើប្រាសាទហើយនឹងអាងជូនបងប្អូនទស្សនាសម្រាប់បងប្អូនចង់បានជាមួយនឹងវីដេអូថ្មីបងប្អូនសូមចុច Subscribe លើ Channel YouTube នាងខ្ញុំម្នាក់មួយផងណាសូមអរគុណច្រើន